សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានវីដេអូខ្លីមួយសម្រាប់ធ្វើការចែកម្លែកទាក់ទងនឹង dependency Docker Compose Support ដែលយើងប្រើជាមួយនឹង Spring Boot អញ្ចឹងមុននឹងចាប់ផ្ដើមខ្ញុំសូមបញ្ជាក់ឲ្យហើយវីដេអូនេះគឺយើងតម្រូវឲ្យមាន JOE និង Docker Engine ដើម្បីធ្វើការដំណើរការ Docker ក៏ដូចជាធ្វើការសរសេរឬក៏ developអូខេអញ្ចឹងខាងឆ្វេងដៃនេះគឺដូចសមម្ដងគឺយើងគ្រាន់តែជ្រើសរើស Java language ហើយតើតើបញ្ជីយើងយក Maven មកហើយ version យើងអាចយក 3.5.0 ឬក៏ 3.4.6 អាស្រ័យលើបងប្អូនអូខេកន្លែងនេះគ្រប់ខ្ញុំអាចដាក់ថា code story ទៅ demo docker អូខេអញ្ចឹងកន្លែង add dependency នេះគឺយើងចូលមកយើងអាចយក Grow VM native support យើងអាចសាកល្បងបានឬក៏យើង skip ចោលក៏បានដែរអូខេខ្ញុំយក web តមកទៀតខ្ញុំមានជា Postgres SQL តមកទៀតខ្ញុំមាន Docker Compose Support អញ្ចឹងdependency Docker Compose Support នេះគឺវានឹងធ្វើការជួយ generate ជា Docker Compose ជួយ generate Docker Compose file ឲ្យយើងវាអាស្រ័យទៅលើ dependency ដែលយើងបាន add ឧទាហរណ៍ថាខ្ញុំបាន add នៅ Postgres SQL driver អញ្ចឹងនៅពេលនេះខ្ញុំចុច explore នេះមកវានឹងបង្ហាញ Docker Compose via YAML នេះអញ្ចឹងកន្លែងនេះវាបេះតាម service Postgres image អញ្ចឹងមកឧទាហរណ៍បើសិនជាយើងប្រើកាប់ការអីចឹងណាអូខេអានេះវាអត់មានទេឥឡូវខ្ញុំដាក់មួយទៀតទៅនឹង RabbitMQ អូខេកាប់ការខ្ញុំអត់ដឹងមិនដែរគឺវាបាន generate ឲ្យតែបើសិនជា RabbitMQ នេះវាធ្វើការ generate នៅ RabbitMQ image environment តមកទៀតមាន port អីចឹងទៅប៉ុន្តែនៅក្នុងវីដេអូនេះគឺខ្ញុំគ្រាន់តែបង្ហាញទាក់ទងនឹង Postgres SQL ជាមួយនឹង Docker Compose Support បន្តមកទៀតយើងអាចធ្វើការ generate អូខេបន្ទាប់ពីយើងបានបើកបញ្ជីលើ IDE ហើយយើងត្រូវបើកមួយទៀតគឺទាក់ទងនឹង Docker ធ្វើយ៉ាងម៉េចឲ្យ Docker របស់យើងបានដំណើរការសិនពីព្រោះអីនៅពេលដែលយើងធ្វើការ run នៅបញ្ជីរបស់យើងនេះ run នៅបញ្ជីរបស់យើងហ្នឹង application ហ្នឹងនឹងធ្វើការទាញនៅ Postgres image ក៏ដូចជាវានឹងធ្វើការ create container យើងអញ្ចឹងខ្ញុំអាចសាក run បានតែម្ដងដល់ពេលដែលយើងចុច run យើងអាចមើល console របស់វាអូខេនេះនៅកន្លែងនេះអញ្ចឹងវានឹងធ្វើការ create អូខេខ្ញុំអាចចូលមកយើងអាចឃើញមាន Docker demo Docker បន្តមកទៀតមាន Postgres មួយដែលកំពុងតែដំណើរការនៅ12 second មុនhead port ដែល run លឿនដោយសារតែខ្ញុំធ្លាប់មាន Docker image Postgres latest ហើយបើសិនជាបងប្អូនថ្មីវានឹងធ្វើការចាប់ផ្ដើមទាញមករៀងយូរបន្តិចកន្លែងនេះខ្ញុំនឹងធ្វើការបង្ហាញនៅក្រោយវីដេអូបន្តិចខ្ញុំនឹងទៅ delete image នឹងចោលហើយធ្វើការ run អូខេនៅកន្លែងនេះដែរគឺយើងមានកន្លែងកំណត់តាក់ទងនឹងការ run នៅ Docker Compose ឬក៏បិទឥឡូវខ្ញុំចុចstop បែបនេះអញ្ចឹងcontainer របស់យើងនឹងគឺវានឹងធ្វើការ stop ដែរអញ្ចឹងនៅកន្លែងនេះគឺនៅលើ application របស់យើងវាមាន trigger មួយវានៅពេលដែលវា change status app running អូខេ Docker Compose ហ្នឹងគឺវា remove ចោលទេនៅពេលដែល app ឡើង run ហើយអញ្ចឹងវានឹងធ្វើការ stop container នឹងចោលតែម្ដងអញ្ចឹងដើម្បីកុំឲ្យវាធ្វើការ stop តាមតែចិត្តវាយើងអាចមានកន្លែងធ្វើការបិទបើកបានកន្លែងនេះអញ្ចឹងកន្លែងនេះខ្ញុំអូខេSpring application name demo Docker អញ្ចឹងតើdemo app អញ្ចឹងអូខេអញ្ចឹងនៅកន្លែង Spring នេះគឺយើងមានតាក់ទង Docker Compose អញ្ចឹងកន្លែង Docker Compose life cycle management នេះទី1គឺយើងយក start only បើសិនជាយើងអត់កំណត់នោះទេ default របស់វាគឺ start and stop អញ្ចឹងមុននឹងយើងអត់បានកំណត់នោះទេអញ្ចឹងហើយទៅនៅពេលដែលយើង stop application វាទៅ remove
container នងតែម្ដងឥឡូវខ្ញុំសាកអូខេ default វា start and stop ខ្ញុំ run ម្ដងទៀតអូខេcontainer demo has c អូខេនេះឃើញទេអញ្ចឹងនៅពេលដែលខ្ញុំធ្វើការ stop អូខេលឿនមែនតើកន្លែងនេះយើងអាចដាក់ start only មកមានន័យថានៅពេលដែលយើង run application ឲ្យវា create ទៅនៅពេលដែលយើង stop យើងអត់ remove ឬក៏ stop វាចោលទេដើម្បីងាយស្រួលក្នុងការ development អញ្ចឹង data ដែលយើងបាន insert ហើយវាអត់បាត់បង់ទេប៉ុន្តែបើយើង stop start data ដែលយើងបាន insert ហ្នឹងវាអាចនឹងបាត់បង់អូខេអញ្ចឹងដើម្បីធ្វើការប្រើប្រាស់នៅ Progress មួយនឹងបានងាយស្រួលយើងអាចចូលមកមើល compose យ៉ានេះមក YAML នេះមកទីមួយគឺមាន CV Progress image environment ទីមួយគឺ database មានឈ្មោះថា my database password គឺ secret user my user ហើយ port compose មួយនេះគឺ generate ដោយ spring starter មួយនេះ initialize នៅពេលដែលខ្ញុំធ្វើការ generate project មកគឺវាមកភ្ជាប់ជាមួយហើយបើយើងមកមើល pom វិញ .html dependency វិញគឺយើងមានតែ starter web compose ហើយនឹង progress អញ្ចឹងយើងមានប៉ុណ្ណឹងគឺបានហើយ headport ដែលយើងគួរតែប្រើប្រាស់នៅ Docker compose កន្លែងហ្នឹងគឺងាយស្រួលនៅក្នុងពេលដែលយើង development អញ្ចឹងអ្នកដែលយក project យើងទៅគឺគ្រាន់តែ start project គឺដើរតែម្ដងមានន័យថាគាត់មានតែ JRE ឬនិង Docker engine មួយបើក Docker ដំណើរការអញ្ចឹងមកអញ្ចឹងនៅពេលដែលគាត់បើកដំណើរ Docker ដំណើរការហើយនៅពេលដែលគាត់យក project នឹងយកទៅ clone មកគាត់អាច run តែម្ដងវាអត់ចាំបាច់ធ្វើការអូខេត្រូវកំណត់compose ឬក៏ run Docker compose អីទេដល់ពេលដែលយើង run application គឺវា automatically ជួយ run ឲ្យយើងហើយអូខេចំពោះការ connect ប្រើប្រាស់ជាមួយនឹង Spring ជាមួយនឹង Progress ដោយរាល់ដងដដែលគឺយើងគ្រាន់តែថែម data source មកអូខេកន្លែងនេះយើងត្រូវការ URL jdbc.2 progress SQL តមកទៀតlocal host ហើយ database របស់វាគឺអូខេ my database ហើយចំពោះ username my user password secret secret my user អូខេបន្តមកទៀតយើងអាចធ្វើការកំណត់ទាក់ទងនឹង driver class name របស់វាហើយតាក់ទងនឹង JPA អញ្ចឹងកន្លែង JPA នេះយើងអាចកំណត់ឲ្យវា start app តាក់ទងនឹងអូខេយើងអាចដាក់ update ចាស់ទៅតមកទៀតយើងអាចសាកមានជាអូខេ person អូខេខ្ញុំ add dependency data JPA មួយទៀតសិនកន្លែងនេះtable name person id generated value strategy generate id type string email ចាស់ទៅអូខេកន្លែងនេះខ្ញុំអាចដូរមកដាក់ person អូខេដាក់ user វិញទៅUS user តមកទៀតយើងអាចមានជា repository មួយ
controller auto wire ok nhưng miền phò construct môi tới YABC user smart user yeah user lại ní dương complete generate getter setter không ok chẳng dương con này xả là bong trong đang tha là bây giờ dương pro nơi dependency Docker compose ní how dương thôi ca run viết cho mùi nâng phọc ra database ok là bây giờ dương run how dương thôi ca connect và tóm tiếp dương thôi ca sell data muối how dương thôi ca tiên trên một bình như trong đang tha đầm này ca đại viết đa nó cứ bị trời on mình men con thì dương run tới khơi tha ok container bị app hỏi Docker container app hỏi bên tay nó bây giờ dương thôi ca với ca add data năng tin data mà với nhật bán anh đang bị chỉ đường ở trăm tới ở lấy nhập sạc mới ok màu hỏi ok anh đi vita syntax error near user ok anh đi could not execute statement cái này ní cứ việc ai thôi ca và phong start này môn tế nhóm thường chơi mong tới error near user email name ok là như sao lấy sẵn slash user ok bạn ấy tế cho anh ấy vì ok user mình ấy error syntax near user table name user ID name subname sub email mà mình cứ dùng file nhỏ không hay kì near user ok nhưng sẽ bật một tiền mà TBR user slide bị chuan chuan cho mùi năng keyword với khi còn là dương đô thả đặt TBR user lấy vì lên khơi alert error đó cho nên để tăng keyword bỏ ở phọc ra ok chẳng data để dương ban phơi ní cứ tập tra hỏi mình là dương sao vì háo dương tìm vì màu chẳng ô tô nhom hit một đòn tiền trong san ấy bài chỉ màu pi record đòn tiết by default để sao để dương thôi cancel được lại ní sale hay tiền nó trong Mineta là bây giờ dương pra nơi Docker compose support nắng dependency nó cứ bị đa trong trời mình vì chui sầm rú chạy tơ nâng ca
developer ផ្សេងយកapplication យើងយកទៅ run ហើយត្រូវការគាត់ run នៅ Docker Compose ឬក៏ run អីចឹងទៅប៉ុន្តែអានេះគាត់អត់ចាំបាច់ដឹងថាអូខេដឹងច្រើនថា Docker Compose ហ្នឹងមានន័យខ្លះទេបើកទៅ Docker Engine មាន JRE run application គឺដាក់ automatically អូខេឥឡូវខ្ញុំសាកទៅ remove នេះវាចោលសិនហើយតាក់ទងនឹង image អូខេprogress data data មានតែមួយនេះអូខេខ្ញុំ delete ចោលចេះគឺយើងចុចកន្លែងនេះមកដើម្បី show តាក់ទងនឹង Docker ណាដែលវា run នេះ container ណាដែលវា run អញ្ចឹងកន្លែងនេះយើងត្រូវការ remove ចោល1 2អូខេហើយ image ខ្ញុំអាច delete បាននៅពេលនេះimage progress latex into Docker container ចំ container នេះ Dragonfly អូខេខ្ញុំ delete នេះចោលមួយទៀត image អូខេអញ្ចឹងនៅពេលដែលយើងធ្វើការ run ម្ដងទៀតហើយសម្រាប់អ្នកថ្មីអញ្ចឹងនៅកន្លែងនេះឃើញវានឹងទាញមក pooling progress pooling អញ្ចឹងយើងត្រូវការរងចាំរហូតតតែវាទាញ image ហ្នឹងមកកាន់លើ Docker របស់យើងសិនទើបយើងអាច run នៅ application របស់យើងដំណើរការអាហ្នឹងលើកដំបូងទេលើកទី2លើកទី3ទៅគឺអីដោយសារតែ image ហ្នឹងមានស្រាប់ហើយអូខេអាហ្នឹងចង់បង្ហាញទៅកាន់វីដេអូដំបូងដែលខ្ញុំបាននិយាយតាក់ទងនឹងបើសិនជាយើងមាន image ហើយយើង run ទៅវាលឿនជាងមុនណាអូខេអញ្ចឹងតាក់ទងនឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកនេះបាយបាយ